សួស្តីខ្ញុំ KS Manva ហើយមកនឹងចូលវីដេអូរបស់យើងខ្ញុំសូមអរគុណដល់ការបញ្ចុះឧបត្ថម្ភយើងដែលបានឧបត្ថម្ភខ្ញុំមកកាន់រូបខ្ញុំបាទចំនួន 5,000 រៀលដែរដោយផ្ដើម chapter ទី 4 របស់យើងមកត្រឡប់ទៅអតីតកាលរបស់គឹមយ៉ុងសុននៅពេលនោះខ្លួនក៏សម្រេចចិត្តទៅសុំជំនួយពីលោកគ្រូប៉ុន្តែវាមិនបានដូចជាការគិតឡើយដល់ពេលនោះគឺលោកគ្រូមិនបានខ្វល់អំពីការធ្វើបាបរបស់ពួកគេឡើយបែរជាទុកខ្ញុំចោលហើយនៅពេលដែលខ្លួនត្រឡប់មកវិញបែរជាទទួលផលកាន់តែអាក្រក់ដែលពួកគេនេះគឺធ្វើបាបខ្លួនកាន់តែខ្លាំងព្រោះខ្លួននេះគឺហ៊ានប្រាប់គ្រូចាប់ពីពេលនោះហើយទើបខ្ញុំបានដឹងថាលោកគ្រូរបស់ខ្ញុំនេះគឺស៊ីសំណូកហើយពេលនោះខ្ញុំក៏បានឃើញលោកគ្រូបានមកឃើញអំពើហិង្សានេះដែរសង្ឃឹមថាគាត់នឹងជួយតែចុងក្រោយគាត់បានធ្វើមិនឃើញមិនលឺតាមពិតទៅពួកគេនេះគឺធ្វើបាបខ្ញុំដោយសេរីសោះដែលគេបានឲ្យលុយទៅកាន់លោកគ្រូមុនទៅហើយខ្ញុំមានតែឯងទេខ្ញុំពិតជាចង់ចេញពីពិភពដ៏អាក្រក់នេះណាខ្ញុំក៏បានតដៃទៅកាន់ពួកគេវិញតែជំរឿននេះវាកាន់តែខុសដែលទទួលត្រឡប់មកវិញនោះគឺជាការស្ដីបន្ទោសអំពីសំណាក់គ្រួសាររបស់សិស្សដែលខ្ញុំនេះធ្វើឲ្យគេបាក់ក្តោងច្រមុះតែបន្តិចទេប៉ុន្តែគេចាប់ប្រកាន់ថាគ្រប់យ៉ាងគឺមកពីខ្ញុំហើយយាយដូនរបស់ខ្ញុំនេះគឺខំប្រឹងសុំទោសទៅកាន់គេទាំងបានឃើញហើយថានរណាគេគឺជាជនរងគ្រោះពិតប្រាកដក៏ដោយហើយតាំងពីពេលនោះមកខ្ញុំជាប់ឈ្មោះខ្លាចជាសិស្សមិនល្អថ្ងៃមួយខ្ញុំក៏ឈានរហូតដល់ដេកក្នុងមន្ទីរពេទ្យរយៈពេល10ឆ្នាំហើយពេលនេះខ្ញុំនឹងសងសឹកមនុស្សគ្រប់គ្នាលែងប្រើច្បាប់នៃយុត្តិធម៌ទៀតហើយខ្ញុំនឹងប្រើកម្លាំងបាយនិងច្បាប់ព្រៃហើយត្រឡប់មកកាន់បច្ចុប្បន្នកាលរបស់យើងវិញដែលលោកគ្រូរបស់យើងពិតជាខឹងទៅកាន់គឹមយ៉ុងសុនខ្លាំងមែនទែនហើយនិយាយអ្វីដូចជាមិនសមហេតុផលសោះប៉ុន្តែគឹមយ៉ុងសុននិយាយទៅតាំងតែចែកជាមួយលោកគ្រូថាលោកគ្រូមុននឹងនិយាយជាមួយខ្ញុំគួរតែគិតឲ្យម៉ត់ចិត្តសិនចាំនិយាយហើយចាំខ្ញុំនិយាយបន្តមានដូចជាការទទួលនៅប្រាក់សំណូកអំពីម្ដាយរបស់ចុងមីនហូដូចជារឿងដែលបានធ្វើអីជាមួយគ្រូអង់គ្លេសជាមួយនឹងសិស្សទៀតផងតែខ្ញុំនិយាយត្រូវដែរទេលោកគ្រូឬក៏ចង់ឲ្យខ្ញុំបន្ថែមទៀតអត់ហើយគឹមយ៉ុងសុនក៏បានគម្រាមថាប្រសិនបើរឿងនេះលាតត្រដាងនោះខ្ញុំមិននឹកស្មានថាវានឹងមានរឿងអ្វីកើតឡើងទេតែលោកគ្រូពិតជាចង់បំផ្លាញអាជីពជាគ្រូបង្រៀននេះខ្លាំងណាស់មែនទេហើយយើងក៏បាននឹកសម័យទៅអំឡុងពេលដែលគឹមយ៉ុងសុនត្រូវបានគេសម្លាប់ហើយផែនការផ្សេងៗក៏ត្រូវបានបែកធ្លាយដោយប្រពន្ធលោកគ្រូរបស់យើងពិតជាខឹងទៅកាន់លោកគ្រូខ្លាំងមែនទែនដែលដឹងថាលួចមានអីជាមួយគ្រូអង់គ្លេសជាមួយសិស្សមិនត្រឹមតែប៉ុណ្្នឹងទេមានថែមទាំងស៊ីសំណូកសុកប៉ាន់ពុករលួយទៀតផងហើយពេលនេះដែរខ្លួនក៏បានសម្រេចក្នុងការគម្រាមទៅកាន់លោកគ្រូផងដែរដែលមើលសភាពរបស់លោកគ្រូទៅពិតជាញ័រខ្លាំងមែនទែនហើយលោកគ្រូយើងក៏សួរទៅកាន់គឹមយ៉ុងសុនដែរតើពេលបន្ទាប់គួរឲ្យខ្លួននេះគឺធ្វើអ្វីខ្លះប៉ុន្តែគឹមយ៉ុងសុនថាមិនបាច់ធ្វើអ្វីច្រើនទេគ្រាន់តែធ្វើមិនលឺមិនឃើញដូចតែពីមុនទៀតទៅហើយរឿងសពប៉ុន្មានទុកឲ្យខ្ញុំជាអ្នករ៉ាប់រងទាំងអស់ហើយគ្រាន់តែរក្សាភាពស្ងៀមស្ងាត់របស់អ្នកដល់ពេលដែលខ្ញុំនេះបញ្ចប់ការសិក្សាខ្ញុំនឹងរក្សាអត្ថកម្បាឲ្យអ្នកជារៀងរហូតតើលោកគ្រូមានស្ដាប់អ្វីដែលសិស្សបាននិយាយយល់ដែរឬអត់សង្ឃឹមថាលោកគ្រូនេះមិនធ្វើឲ្យសិស្សខកបំណងឡើយណាហើយយើងក៏បានឃើញគឹមយ៉ុងសុនបានចាក់ចេញពីការិយាល័យគ្រូពេលនេះគាត់បានបញ្ចប់នឹងបញ្ហាមួយហើយសល់បញ្ហាមួយទៀតខ្លួនគួរតែបញ្ចប់វាដែលខ្លួននេះគឺសម្ដៅទៅកាន់មនុស្សម្នាក់ផងដែរហើយយើងក៏បានកាត់ទៅកាន់អាប៉ែចុងមីនហូរបស់យើងកំពុងតែបញ្ចេញកំហឹងដែលវាពេលនេះគិតថាគឹមយ៉ុងសុនរបស់យើងគឺចាប់ហើយព្រោះថាគ្រូនឹងទទួលសំណូកពីម្ដាយខ្លួនតែប៉ុណ្ណេះវាដឹងតែស្បៃហើយទោះបីជាយ៉ាងណាក៏ដោយក៏ខ្លួននេះមានភាពភ័យខ្លាចជាមួយនឹងគឹមយ៉ុងសុនខ្លះដែរប៉ុន្តែយ៉ាងណាក៏មិនគួរបង្ហាញឲ្យគេគ្រប់គ្នាឃើញដែរហើយមនុស្សគ្រប់គ្នាគឺពិតជាភ័យខ្លាចជាមួយនឹងទង្វើដែលវាបានបញ្ឈើនេះខ្លាំងមែនទែនប៉ុន្តែជាយ៉ាងណាក៏ដោយវាគឺចង់ធ្វើជាអ្នកធំនៅទីនេះហើយក៏មិនឲ្យគឹមយ៉ុងសុននេះមករារាំងនៅផែនការរបស់វាឡើយហើយក៏បានទៅអង្គុយតុរបស់គឹមយ៉ុងសុនហើយវានឹងគឺសប្បាយចិត្តខ្លាំងមែនទែនទោះបីគឹមយ៉ុងសុនកំចាប់មិត្តភក្តិវា3នាក់ក៏ដោយប៉ុន្តែខ្លួនមិនអន់ដូចអា3នាក់នោះទេខ្លួននឹងកំចាប់គឹមយ៉ុងសុនតែនិយាយមិនតាន់ចាប់ផងគឹមយ៉ុងសុនក៏បានមកដល់ក៏បានហៅឈ្មោះវាចំហើយបានបញ្ចេញអោរ៉ាកាចខ្លាំងមែនទែនគឺយើងគួរតែបញ្ចប់អ្វីដែលនៅសេសសល់ជាមួយឯងដែលធ្វើវាគឺកាន់តែភ័យហើយភ័យមិនតាន់ចាប់ផងគឺត្រឹមម្ដាយគឺទៅចិញ្ចៀងបាត់ទៅហើយដែលធ្វើឲ្យវានេះគឺកាន់តែភ័យខ្លាចជាមួយនឹងគឹមយ៉ុងសុនប៉ុន្តែមិនបាច់ភ័យយូរនោះទេគឺហក់មកអុកមួយជង្គង់បាត់ទៅហើយពេលនេះគឺអាក្អូនមីនហូរបស់យើងត្រូវគឹមយ៉ុងសុនដាក់យកឡើងដូចជាមនុស្សឈួតកំពុងតែស្រេកឃ្លានឈាមហើយវាយគ្មានសន្ចំដៃទេពេលនេះលោកគ្រូក៏បានមកដល់ផងដែរទោះបីបានទទួលលុយអំពីម្ដាយរបស់មីនហូក៏ដោយក៏មិនអាចជួយអ្វីបានដែរមានតែធ្វើមិនឃើញមិនលឺហើយចាចេញទៅទោះបីពេលនេះវាចង់សុំជំនួយនរណាគេក៏ដោយក៏មិនអាចដែរហើយមីនហូរបស់យើងគឺពិតជាឈឺចាប់ខ្លាំងណាស់ប៉ុន្តែគឹមយ៉ុងសុនរបស់យើងក៏បាននិយាយទៅកាន់វាថាមិនបាច់ប្រឹងរកជំនួយនោះទេព្រោះគ្មាននរណាគេអាចជួយឯងបានឡើយយើងក៏បានកាត់5នាទីមុនលោកគ្រូរបស់យើងទៅថ្នាក់របស់គឹមយ៉ុងសុន
ដែលគាត់នេះគឺពិបាកសម្រេចចិត្តខ្លាំងមែនទែនថាជួយគីមយុងសុនឬក៏ចុងមីនហូប៉ុន្តែខ្លួនទទួលលើអំពីម្ដាយរបស់ចុងមីនហូគឺច្រើនខ្លាំងមែនទែនមុននឹងចូលរៀនឲ្យមើលថែទៅកាន់កូនគាត់គឺឈឺក្បាលខ្លាំងមែនទែនគិតរកវិធីដោះស្រាយចុងក្រោយគាត់គិតថានឹងជួយទៅកាន់ចុងមីនហូហើយគៀបសង្កត់ទៅកាន់គីមយុងសុនប៉ុន្តែគាត់ងើបដើម្បីទៅគិតចាប់ការទៅកាន់គីមយុងសុនយើងធ្វើឲ្យគាត់នេះគឺឈរគាំងតែម្ដងបើថាគាត់គឺគិតឃើញរឿងអីឡើយដែលត្រឡប់មកពេលបច្ចុប្បន្នយើងវិញដែលពេលនេះគឺកំពុងតែទទួលនៅស៊ីនំផាច់អំពីគីមយុងសុនហើយទោះបីគេនេះខំប្រឹងសម្លឹងទៅកាន់គ្រូក៏ដោយក៏គ្រូមិនអាចជួយអ្វីបានដែរតែគាត់នេះគឺហត់ខ្លាំងមែនទែនមិនដឹងថាដោះស្រាយជាមួយនឹងម្ដាយចុងមីនហូយ៉ាងម៉េចទេវើយហើយគាត់ក៏ទ្រាំសម្រេចចិត្តដើរចាក់ចេញទៅតែម្ដងដែលគាត់មិនចង់ឲ្យរឿងគ្រូអង់គ្លេសនេះនឹងសើដែលគាត់បានដេកជាមួយនឹងគឺបែកធ្លាយឡើយដែលមកមើលទៅកាន់គីមយុងសុនរបស់យើងវិញគឺខឹងទៅកាន់មីនហូខ្លាំងមែនទែនហេតុអីឯងសម្លឹងទៅកាន់កន្លែងផ្សេងមិនក៏មកមើលយើងអញ្ចឹងហើយខ្លួនក៏ចាប់ផ្ដើមនឹកឃើញនៅពេលអតីតកាលនៅពេលដែលពួកវាធ្វើបាបហើយនៅពេលដែលឃើញទម្រង់មុខវាហើយគឺការសង្សឹកគឺទើបតែចាប់ផ្ដើមទេហើយក៏បានដោះលែងវាក៏បានដើរទៅសម្ដៅទៅតុដើម្បីអង្គុយហើយគាត់នេះមានអារម្មណ៍ថាហត់ខ្លាំងមែនទែនហើយក៏ចាប់ផ្ដើមគិតថាប្រសិនបើពេលខ្លួននេះគឺចាប់កំណើតឡើងវិញហើយមិនទៅបង្ករឿងជាមួយអាប៉ែផាមីនឆូនោះប្រហែលជាល្អហើយខ្លួននេះមិនទៅលូកលាន់នឹងរឿងរបស់គេហើយជៀសវាងពួកអាក្មេងទំនើនឹងវាចាប់ទៅហើយតែមិនអាចនោះទេដោយគំនុំរបស់ខ្ញុំត្រូវតែសងសឹកពួកគេមិនត្រូវអាចខានបានឡើយប៉ុន្តែក៏ពិបាកដែរព្រោះនាយកសាលាគឺចង់ឲ្យសាលាមានសន្តិភាពហើយនាយកសាលានឹងសើមកដល់ខ្លួនមិនខានឡើយហើយរឿងនេះក៏មិនអាចលាក់បានងាយស្រួលដែរព្រោះថាមានសាក្សីជាច្រើនដែលបានឃើញរឿងនេះប៉ុន្តែខ្លួនមិនចង់ស្រមៃថានឹងបានសងសឹកទេខ្លួនគ្រាន់តែចង់រៀនចប់ហើយមានអនាគតដ៏ភ្លឺស្វាងប៉ុន្តែមិនឆាជាយ៉ាងណាទេវាទើបតែចាប់ផ្ដើមទេហើយយើងក៏បានឃើញនៅការប្រជុំនិយាយអំពីគីមយុងសុនរបស់យើងដែលបានវាយនៅមនុស្សប៉ុន្មានអ្នកនោះចូលមន្ទីរពេទ្យហើយសម្រាប់បរិបទម្នាក់នេះដែរដែលគាត់នេះគឺជានាយកសាលាដែលមានឈ្មោះថាជូដេហានគាត់ក៏បានសួរទៅកាន់គីមយុងសុនថាឯងបានឃើញនៅជនរងគ្រោះទាំងអស់នោះដែរទេដែលមុខរបស់ពួកគេនេះគឺមើលមិនយល់ឡើយនៅពេលដែលបានចូលមន្ទីរពេទ្យហើយគ្រូប៉ុន្មានអ្នកវិញក៏យល់ស្របតាមសម្ដីលោកនាយកសាលាដែរហើយសម្រាប់នាងស្រីម្នាក់នេះវិញដែលគាត់នេះគឺជាគ្រូអង់គ្លេសនឹងឯងដែលគាត់មានឈ្មោះថាលេមីនយ៉ុងគាត់ក៏បានយល់ស្របជាមួយនឹងសម្ដីលោកនាយកសាលាដែលបាននិយាយនេះផងដែរហើយអ្នកគ្រូអង់គ្លេសនេះពិតជាយ៉ាងដាក់ទោសទៅកាន់គីមយុងសុនមែនទែនប៉ុន្តែបានលោកគ្រូនេះគឺហាមធ្វើគាត់ឆ្ងល់មែនទែនតើវាមានស្អីទៅដែលចិត្តរបស់គាត់នេះគឺមិនចង់ឲ្យអ្នកគ្រូយើងគឺនិយាយអីច្រើនទេខ្លាចនឹងគីមយុងសុននេះបង្ហាញនៅការពិតរបស់ខ្លួននេះឲ្យគេគ្រប់គ្នាដឹងដែលលោកគ្រូរបស់យើងនេះគឺភ័យខ្លាំងតែនហើយក៏បានមើលមុខទៅកាន់គីមយុងសុនបណ្ដាហើយក៏បាននិយាយទៅកាន់លោកគ្រូនាយកបណ្ដាថានេះមិនមែនជាកំហុសរបស់គីមយុងសុនទាំងអស់ទេដែលរឿងនេះគឺបណ្ដាមកពីអាប៉ែដែលមានឈ្មោះថាផាមីនឆូហើយក៏ធ្វើឲ្យលោកគ្រូនាយករបស់យើងនឹងក៏យើងភ្ញាក់ផ្អើលដែរហើយឥឡូវយើងគឺស្គាល់ឈ្មោះលោកគ្រូរបស់តួឯកយើងហើយដែលគាត់មានឈ្មោះថាឆុងយុលដែលគឺជាគ្រូបន្ទុកថ្នាក់ទី1របស់តួឯកយើងតែម្ដងហើយលោកនាយកយើងក៏បានថាអញ្ចឹងមានន័យថាពីអាចារ្យបារាដែលក្រុមរបស់ផាមីនឆូយើងនឹងតែងតែបៀតបៀនគេហើយជាក្មេងទៅនឹងវាជាការពិតដែរហើយលោកនាយកយើងនៅតែនិយាយអញ្ចឹងទោះបីក្រុមរបស់ពួកគេនេះគឺជាក្មេងទៅនឹងក៏ដោយតែមិនគួរធ្វើដល់ថ្នាក់ហ្នឹងទេលោកគ្រូយងឈររបស់យើងគឺថាតួប្រុសរបស់យើងនេះគឺជាជនរងគ្រោះគឺឲ្យលោកនាយកយើងគឺគិតពិចារណាទៅអ្នកដាក់ទោសនោះគឺជាពួកគេទេដែលជាក្រុមផាមីនឆូពួកយើងក្នុងនាមគឺជាគ្រូគួរតែរកយុត្តិធម៌ឲ្យសិស្សប៉ុន្តែសម្ដីនេះបានតែអញ្ចឹងទេបើមែនតែនវិញស៊ីសំណូកសោះហើយលោកនាយករបស់យើងនេះគឺនិយាយមិនត្រូវគ្នាសោះយ៉ាងណាក៏ចង់ដាក់ទណ្ឌកម្មទៅកាន់តួប្រុសរបស់យើងប៉ុន្តែដោយសារពួកគេនេះនិយាយមិនត្រូវគ្នាក៏ឡើងទៅសាយកជាមួយគ្នាតែម្ដងទៅយើងក៏បានដឹងដែរថាលោកនាយករបស់យើងក៏បានទទួលសំណូកអំពីម្ដាយឪពុករបស់ហុងមីនហូដូចគ្នាអញ្ចឹងហើយគាត់នេះក៏ចង់ឲ្យគីមយុងសុននេះគឺទទួលការខុសត្រូវផងដែរទោះបីដឹងថាគេនេះមិនបានខុសក៏ដោយហើយក៏បានប្រាប់អ្នកទាំងអស់គ្នាថាមួយអាទិត្យទៀតនឹងបើកការស៊ើបអង្កេតប្រជុំគ្នាម្ដងទៀតដែលពួកគេនឹងគឺមានគោលបំណងនៅស៊ើបនៅពីអាចារ្យបារាដែលក្រុមក្មេងទំនើបនោះហើយជាមួយនឹងសកម្មភាពដែលប្រាអំពើហិង្សារបស់គីមយុងសុនហើយក៏បានផ្អាកការសិក្សារបស់គីមយុងសុនយើងរយៈពេលមួយអាទិត្យផងដែរហើយត្រឡប់មកវិញជាមួយនឹងអាណាព្យាបាលប៉ុន្តែយើងក៏បានឃើញទឹកមុខរបស់គីមយុងសុនដែរមានតែស្នាមញញឹមមិនមានភាពភ័យខ្លាចសូម្បីតែបន្តិចគីមយុងសុនក៏បានថាដឹងហើយក៏បានងើបចាក់ចេញទៅហើយធ្វើឲ្យលោកគ្រូរបស់យើងគឺហៅទៅកាន់គីមយុងសុនហើយទៅប្រាប់ថាតើថ្ងៃនេះខ្លួនធ្វើបានល្អដែរទេខ្ញុំនេះគឺហ៊ានប្រឆាំងជាមួយនឹងម្ដាយរបស់ឆុងមីនហូមិនក៏ឯងធ្វើមិនខុសពីយើងអញ្ចឹង
នៅពេលដែលបានឃើញទង្វើលោកគ្រូគឹមយងឈុលរបស់យើងហើយធ្វើឲ្យគឹមយងសុនរបស់យើងគិតថាគួរឲ្យចាប់អារម្មណ៍ពិតមែនប៉ុន្តែគ្រូមួយនេះគឺបាត់បង់ឆន្ទៈជាគ្រូណាស់យូរមកហើយមកឥឡូវធ្វើតាមឆន្ទៈគ្រូឯណាមើលទៅខ្លាចបែកអាចកំបាំងទេហើយក៏បានសរសើរទៅកាន់លោកគ្រូយងឈុលថាលោកធ្វើបានល្អណាស់ប៉ុន្តែលោកគ្រូយើងខំនិយាយប៉ុន្តែទូប្រុសយើងក៏កាត់ប៉ុន្តែមើលទៅលោកគ្រូប្រហែលជាដឹងហើយថាផាមីនឈូនេះប្រហែលជាធ្វើអំពើហិង្សាទៅលើសិស្សយូរណាស់មកហើយត្រូវអត់ហើយក៏បានធ្វើឲ្យលោកគ្រូយងឈុលរបស់យើងគឺកាន់តែភ័យតែម្ដងហើយគឹមយងសុនថាមិនបាច់ចាំភ័យទេធ្វើរឿងនឹងបន្តទៅរហូតដល់ខ្ញុំបញ្ចប់ការសិក្សាហើយគឹមយងសុនចាប់ផ្ដើមនិយាយពាក្យកាន់តែគួរឲ្យខ្លាចទៅប្រសិនបើលោកគឺចង់ឲ្យខ្ញុំនេះបិទមាត់នៅរឿងនេះឲ្យចិត្តលោកគ្រាន់តែសរសេរពាក្យល្អៗនិងការពារខ្ញុំគ្រប់យ៉ាងទៅប៉ុន្តែបើលោកមិនអាចធ្វើបានទេមានន័យថាអាជីពជាគ្រូបង្រៀនរបស់លោកគឺត្រូវបានបញ្ចប់ហើយយ៉ាងណាក៏ដោយខ្ញុំសន្យាថាខ្ញុំមិននិយាយរឿងនេះឡើយបើលោកធ្វើបានហើយគឹមយងសុនក៏បានចាក់ចេញទៅដោយយើងបានឃើញនៅលោកគ្រូយងឈុលរបស់យើងគឺមានតែឆ្លើយថាយល់ព្រមជាមួយនឹងតួប្រុសយើងទាំងស្រពោនប៉ុន្តែខ្លួននៅពេលនឹកឃើញរឿងអតីតកាលហើយពិតជាក្តៅខ្លាំងមែនតើនៅពេលលោកគ្រូយើងមិនដែលជួយខ្លួនតែយ៉ាងណាក៏ដោយសង្ឃឹមថាខ្លួននេះនឹងអាចបញ្ចប់ការសិក្សាដោយជោគជ័យហើយងាយស្រួលទេសម្រាប់លោកគ្រូយងឈុលដែលកំចាប់គាត់នោះវាមិនវិបាកឡើយប៉ុន្តែសម្រាប់សិស្សមួយសាលាវិញវាមិនងាយស្រួលឡើយហើយខ្លួនក៏បានយកកាតាបចាក់ចេញទៅគឺបានគិតហើយថាវាគឺរយៈពេលមួយសប្តាហ៍ទៀតខ្លួនត្រូវតែរកខ្នងបង្អែកមិនអាចពឹងទៅលើលោកគ្រូយងឈុលបានតែមួយនោះទេកាន់មកផ្លូវដ៏ស្ងប់ស្ងាត់របស់យើងនៅកន្លែងនេះវិញយើងក៏បានឃើញថាទូប្រុសយើងគឺសប្បាយចិត្តមែនទែនដែលបានដើរផ្លូវនេះម្ដងទៀតហើយខ្លួនសម្រេចចិត្តទៅនៅកន្លែងដែលមានតម្លៃថោកកន្លែងស្នាក់នៅរបស់ខ្លួននេះគឺពិតជាតោកយ៉ាក់មែនទែនដោយសារតែខ្លួននេះគឺគ្មានលុយឡើយគឺឪពុកម្ដាយរបស់ខ្លួនគឺបានស្លាប់មានតែចំណាយលុយផ្ទាល់ខ្លួនពេលដែលគឹមសុនបានចូលមកដល់ក្នុងផ្ទះក៏បានស្រែករកយាយផងដែរប៉ុន្តែគាត់មិនបានឃើញយាយនោះទេហើយក៏ចាប់ផ្ដើមគិតដល់ជីវិតមុនរបស់ខ្លួនផងដែរពីមុនខ្លួនមិនមានពេលវេលានៅជាមួយយាយដើម្បីសាងអនុស្សាវរីយ៍ឡើយប៉ុន្តែក៏វាជាសំណាងពុទ្ធហេតុផងដែរដែលធ្វើឲ្យខ្ញុំត្រឡប់វិញខ្ញុំនឹងចំណាយពេលឲ្យទៅកាន់យាយរបស់ខ្ញុំនិងរកទីកន្លែងល្អៗឲ្យយាយនិងប្អូនប្រុសរបស់ខ្ញុំពិសេសនោះគឺជាការសងសឹកហើយឥឡូវនេះគឺសល់រយៈពេលមួយអាទិត្យទៀតដើម្បីចូលសាលាខ្ញុំត្រូវតែរៀបចំផែនការដើម្បីគ្រប់គ្រងតំបន់នេះយកតែម្ដងដែលខ្លួនចង់ធ្វើជាមេធំនៅទីនេះជាដំបូងត្រូវតែមានផែនការ3មុនសិនដែលខ្លួនគឺត្រូវការមនុស្សម្នាក់ដើម្បីនៅក្រោមអាវ៉ាតដែលម្នាក់នោះគឺជាអ្នកខ្លាំងគ្រប់គ្រងសាលាតែម្ដងប៉ុន្តែមិនអាចទេព្រោះខ្លួនមិនមែនជាងាយបញ្ចុះបញ្ចូលគេបានឡើយហើយផែនការបន្តទៀតត្រូវតែរៀបចំឲ្យច្បាស់លាស់ព្រោះថាអនាគតខ្លួននឹងប៉ាននៅក្រុមខ្លាំងនឹងសត្រូវផ្សេងទៀតអញ្ចឹងហើយត្រូវតែមានកម្លាំងចុងក្រោយនោះត្រូវតែមានអ្នកនៅឈប់ពីក្រោយខ្នងដើម្បីទប់ទល់ជាមួយមនុស្សទាំងអស់នោះព្រោះពួកគេគឺមានអំណាចមានទាំងលុយប៉ុន្តែជាដំបូងខ្ញុំគួរតែរកវិធីដើម្បីដោះស្រាយជាមួយនឹងការដោតនកម្មនិងគណៈកម្មការរបស់សាលាសិនហើយយើងក៏ទុកឲ្យនៅគឹមយងសុនយើងគិនម្នាក់ឯងសិនទៅហើយកាន់មកពុកពលីយើងវិញយើងក៏បានឃើញនៅបរិសម្នាក់បានស្រាអាឡូអាឡាខ្លាំងមែនតើតែនឹងយើងជាណាទេគ្រួសារយើងជាណាគេទេឯងហ៊ានប៉ះយើងឯងចង់មកចាប់អាជីពជាប៉ូលីសហើយមែនទេហើយប៉ូលីសក៏ឲ្យគាត់នេះគឺស្ងប់ស្ងាត់ប៉ុន្តែគាត់នៅតែមិនស្ដាប់អញ្ចឹងគឺនៅតែស្រែអាឡូអាឡាពេញហ្នឹងហើយក៏បានប្រាប់ខ្លួនឯងថាខ្លួនឯងនេះគឺជាអ្នកអាយុ35ឆ្នាំជាកូនប្រុសច្បងនៃគ្រួសារមូលីឆុងយ៉ាងហើយខ្លួនមានឈ្មោះថាហ្គោឆាងបងហើយគាត់ក៏បានទៅបំផ្លាញនៅពុកប៉ូលីសនឹងយកតែម្ដងហើយប៉ូលីសក៏ដឹងថាគាត់មកពីគ្រួសារមូលីឆុងយ៉ាងភ្លាមគឺភ័យបែកញើសតែម្ដងហើយបានត្រូវមកចាប់ខាត់ទេលេងសូវហ៊ានធ្វើអីព្រោះដឹងអំណាចរបស់គ្រួសារនេះហើយយើងក៏បានដឹងថាមើលទៅគាត់មិនបានធ្វើខុសអ្វីទេសង្ស័យមានអ្នកកំពុងតែរៀបគម្រោងការដើម្បីចាប់ប្រកាន់គាត់មិនខានឡើយព្រោះវាមិនដែលណាគ្រាន់តែចាប់អញ្ចឹងសោះគឺដោះដាក់ដេញមន្ទីរពេទ្យទេហើយយើងក៏បានដឹងដែរថាប៉ុន្មានថ្ងៃមុនឪពុករបស់ខ្លួននេះគឺបានប្រកាសអំពីសង្គ្រាមស្នងតំណែងនៃគ្រួសារផងដែរនេះប្រហែលជាមូលហេតុនៃការធ្វើបាបខ្លួននិងទម្លាក់កំហុសហើយឆាងបងគឺមានប្អូនប្រុសម្នាក់ផងដែរប៉ុន្តែអត្រាយកឈ្នះគេគឺមានទីខ្លាំងមែនទែនព្រោះខ្លួនគឺបញ្ចប់នឹងការសិក្សាគឺថ្នាក់មិនសូវខ្ពស់ឡើយប៉ុន្តែប្អូនរបស់ខ្លួនបញ្ចប់សិទ្ធិថ្នាក់ឧត្តមសិក្សាជាមួយនឹងរៀបការជាមួយនឹងនារីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនមែនទែននិយាយទៅឋានៈខ្ពង់ខ្ពស់ទៀតហើយប៉ូលីសក៏បានចាប់ប្រកាន់ទៅកាន់ឆាងបងផងដែរដែលបានបង្កឲ្យគេមានរបួសចូលមន្ទីរពេទ្យយ៉ាងណាក៏ដោយក៏មិនមានផុសតាងនឹងកាមេរ៉ាដើម្បីរំដោះទៅកាន់ឆាងបងដែរអញ្ចឹងហើយកំហុសគ្រប់យ៉ាងគឺមកពីឆាងបងនឹងឯងប៉ុន្តែយើងក៏បានឃើញនៅគឹមយងសុនគឺបានមកជាមួយនឹងការធានាទៅកាន់ឆាងបងផងដែរនឹងឲ្យកាមេរ៉ាទៅកាន់ប៉ូលីសក៏បានមើលហើយក៏បានសួរទៅកាន់គឹមយងសុនតើឯងបានវាមកពីណាហើយក្នុងកាមេរ៉ានោះគឺពួកគេបានបង្ករឿងទៅកាន់ឆាងបងមុនហើយគឹមយងសុនក៏បានប្រាប់ហេតុផលដែលខ្លួនបានកាមេរ៉ាដែរដែលកាមេរ៉ានេះគឺបានមកពីឡានមិត្តភ័ក្តិរបស់ខ្លួនដោយសារតែការធ្វើបាបនេះចឹងទៅឆាងបងក៏តបតជាមួយពួកគេហើយក្នុងនាមខ្ញុំជាពលរដ្ឋល្អឃើញនៅជនរងគ្រោះបែរជាត្រូវគេចាប់ប្រកាន់បែបនេះខ្ញុំមិនសុខចិត្តឡើយហើយបងប្រុសខាងនេះគ្រាន់តែគាត់មានកម្លាំងខ្លាំងតែប៉ុណ្ណោះហើយគ្រាន់តែគាត់ការពារខ្លួនតើវាខុសច្បាប់អត់ហើយធ្វើឲ្យឆាងបងយើងគឺសម្បត្តិខ្លាំងមែនតើមែនហើយអាកូនសង្ហាយើងនេះគឺនិយាយត្រូវហើយក៏វាជាសំណាងរបស់ឆាងបងផងដែរមានទាំងសាស័យមានទាំងវីដេអូជួយសង្គ្រោះគេ
អញ្ចឹងហើយប៉ូលីសក៏គ្មានអីត្រូវចាប់ឆាន់បងទៀតដែរក៏បានដល់លេងឆាន់បងតែសម្រាប់ការបំផ្លាញទ្រព្យសម្បត្តិរបស់ស្ថានីយ៍ប៉ូលីសអញ្ចឹងហើយត្រូវឲ្យគាត់សងប៉ុន្តែឆាន់បងបែរជាទៅប្រាប់ប៉ូលីសនោះថាវាមិនមែនជាកំហុសរបស់ខ្ញុំទេវាជាបញ្ហារបស់អ្នកហើយខ្ញុំនឹងចងចាំមុខអ្នកទុកខ្ញុំនឹងធ្វើឲ្យអ្នកនេះគ្មានអនាគតភ្លឺស្វាងឡើយហើយយើងក៏បានកាន់មកកាន់ខាងក្រៅពុកប៉ូលីសផងដែរហើយឆាន់បងសប្បាយចិត្តឡើងមែនទែនក៏បានអរគុណទៅកាន់គីមយ៉ុងសុនហើយខ្លួននេះបើមានអ្នកមានគុណចំពោះខ្លួនគឺខ្លួនចូលចិត្តសងគុណគេមែនទែនក៏បានឲ្យលុយមួយបាច់ទៅកាន់គីមយ៉ុងសុនគីមយ៉ុងសុនយើងគឺយកលុយតែម្ដងគ្មានប៉ាសិតអីទេតែគាត់ចម្លាច់ជាខ្លាំងមែនទែនក្មេងនេះមើលទៅធម្មតាទេយកលុយទាំងគ្មានភាពស្ទាក់ស្ទើរហើយក៏ឆ្ងល់អំពីបញ្ហាដែលគីមយ៉ុងសុនបានកាមេរ៉ានៅប្រអប់ខ្មាំងនោះមកដែរប៉ុន្តែគីមយ៉ុងសុនបានប្រាប់ទៅកាន់ឆាំងបងថាអ្នកគិតថានេះគឺជារឿងចៃដន្យអត់ដែលខ្ញុំនេះមកជួយអ្នកធ្វើឲ្យឆាំងបងគឺឆ្ងល់ខ្លាំងមែនទែនតែឯមានន័យយ៉ាងម៉េចទៅតែគីមយ៉ុងសុននេះគឺមានគោលបំណងមកជួយទៅកាន់ឆាំងបងតែម្ដងដឹងទៀតថាគាត់គឺជាកូនប្រុសច្បងនៃគ្រួសារម៉ូលីឆាំងយ៉ុងហើយកំពុងតែដណ្ដើមតំណែងជាមួយនឹងប្អូនប្រុសរបស់គេដែលធ្វើឲ្យឆាំងបងគឺខឹងខ្លាំងមែនទែនតែឯងជានរណាគេទៅប៉ុន្តែគីមយ៉ុងសុនយើងថាសម្រួលទៅវាជារឿងធម្មតាទេហើយក៏បានសួរបញ្ជាក់ទៅកាន់ឆាំងបងផងដែរថាខ្ញុំនិយាយត្រូវដែរឬអត់ហើយយើងក៏បានដឹងដែរថារឿងទាំងអស់ហ្នឹងគឺគីមយ៉ុងសុនបានដឹងពីរឿងអតីតកាលរបស់ខ្លួននៅពេលដែលខ្លួនបានដេញនៅមន្ទីរពេទ្យហើយក្នុងនាមខ្លួននេះគឺជាអ្នកដែលមានគុណចំពោះឯងតែខ្ញុំសុំពេលឯងនិយាយពេល1ម៉ោងដើម្បីនិយាយគ្នាបានអត់ខ្ញុំនឹងមិនឲ្យឯងនេះខាតពេលវេលាដែលមានតម្លៃរបស់ឯងឡើយប៉ុន្តែការនិយាយនេះមិនមែននិយាយសម្រាប់អ្នកទេវាគឺជាអនាគតរបស់អ្នកហើយយើងក៏បានកាន់មកកាន់ហាងកាហ្វេរបស់យើងផងដែរដែលគីមយ៉ុងសុនបានបង្ហាញនៅច្បាប់ដើមទាំងអស់តែម្ដងទៅកាន់ឆាំងបងយើងដែលពួកគេនេះកន្លះម៉ោងមុនបានប្រមូលផ្ដុំគ្នាហើយវាក៏មិនមែនជារឿងចៃដន្យដែរដែលមើលទៅពួកគេមានគោលបំណងចង់ធ្វើបាបឯងហើយអញនឹងចង់ទម្លាក់កំហុសទៅកាន់ឯងផងដែរគ្រាន់តែឯងមកដល់ភ្លាមគឺគេបានបើកការវាយប្រហារភ្លាមហើយពេលនេះគីមយ៉ុងសុនក៏ចាប់ផ្ដើមនិយាយចូលសាច់ការសាច់កាប់តែម្ដងខ្លួននេះគឺមានភាពស្មោះត្រង់ចំពោះលោកបងខ្លាំងតែដែលខ្លួននេះគឺចង់ជួយលោកបងដើម្បីដណ្ដើមនៅកេរមរតកនិងខ្លះជាអ្នកស្នងតំណែងផងដែរហើយលោកបងអាចគិតបានតើវាគឺជារឿងចៃដន្យឬក៏ជាការចេតនាហើយក៏បានធ្វើឲ្យឆាំងបងគឺភ្ញាក់ខ្លួនព្រើតែម្ដងគឺបានដឹងហើយថារឿងនេះពិតជាចេតនាពិតមែនតែប្អូនប្រុសរបស់ខ្លួនគឺរៀនខ្ពស់ខ្លាំងមែនតែនហើយជាមួយនឹងការហើយចេតនាមួយនេះមើលទៅគេពិតជាចង់ដណ្ដើមមរតកខ្លាំងមែនតែនហើយទើបធ្វើវិធីបែបនេះបន្ទាប់ពីកាត់អស់មួយសន្ទុះឆាំងបងក៏បានសួរទៅកាន់គីមយ៉ុងសុនហេតុអ្វីបានអញប្រាប់យើងទាំងអស់ហើយយើងក៏បានលើការរៀបរាប់របស់គីមយ៉ុងសុនផងដែរដែលក្រុមហ៊ុនរបស់ឪពុករបស់ឆាំងបងយើងគឺពិតជាធំមែនតែនដែលជាអ្នកមកការសំណងប៉ុន្តែសង្គ្រាមដណ្ដើមគេមរតកនេះវាមិនអាចយកឈ្នះទៅកាន់បងប្រុសរបស់គេបានទេដែលគេនេះគឺបន្លំខ្លួនថាឈឺនឹងមេរបួសហើយមានផុសតាំងផ្សេងៗថាឆាន់បងនេះគឺជាមនុស្សដែលជួយចិត្តប្រើអំពើហិង្សាអញ្ចឹងហើយគេចង់ដណ្ដើមនៅតំណែងទើបប្រើអំពើហិង្សាទៅកាន់បងប្រុសរបស់គេរហូតដល់ឪពុកគេបានដេញគេចេញពីក្រុមហ៊ុនជាមួយនឹងតំណែងហើយរឿងនេះនៅពេលដែលគេចាប់ផ្ដើមផ្សព្វផ្សាយចេញទៅវាគ្រាន់តែជាការលេងសើចដ៏ធំមួយតែប៉ុណ្ណោះហើយយើងក៏បានដឹងដែរថាឆាំងបងគឺជាមនុស្សដែលស្មោះត្រង់ចំពោះក្រុមហ៊ុនខ្លាំងមែនតើប៉ុន្តែគាត់ហាក់ចរិតរបស់គេរៀងកោងកាចមិនដូចបងប្រុសរបស់គេឡើយនិស្ស័យអាក្រក់ប៉ុន្តែពួកគេសម្ដែងយកមុខខ្លាំងមែនតើហើយសំខាន់ការជួយនេះវាមិនមែនអ្វីហើយការជួយទៅកាន់ឆាំងបងក៏វាគ្មានអ្វីជាគោលបំណងឬក៏គោលដៅរបស់ខ្ញុំដែរវាគ្មានអត្ថប្រយោជន៍ចំពោះខ្ញុំឡើយប៉ុន្តែអ្វីដែលខ្ញុំចង់បាននោះគឺជាខ្នងបង្អែកហើយសម្រាប់ការជួយទៅកាន់គ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះព្រោះយើងដឹងហើយថាបើមានអ្នកធំចាំជួយពីក្រោយអញ្ចឹងគ្រួសាររបស់គេក៏មិនខ្លាចនឹងមានអ្នកប៉ះពាល់ដែរហើយក៏បានប្រាប់ទៅកាន់ឆាន់បងថាខ្លួននឹងជួយទៅកាន់ឆាំងបងនឹងជួយសងសឹកនិងយកឈ្នះសង្គ្រាមដណ្ដើមទ្រព្យសម្បត្តិនេះពីប្អូនប្រុសរបស់គេហើយក៏ធ្វើឲ្យឆាន់បងនេះគឺអស់សំណើចខ្លាំងមែនតើគ្រាន់តែជាសិស្សវិទ្យាល័យតែឯងនឹងជួយយើងយ៉ាងម៉េចទៅអំពីការសងសឹកជាមួយនឹងសង្គ្រាមដណ្ដើមទ្រព្យសម្បត្តិនេះហើយធ្វើឲ្យយើងឈ្នះអញ្ចឹងហើយគីមយ៉ុងសុនក៏បាននិយាយបកស្រាយជាច្រើនតែម្ដងធ្វើឲ្យឆាំងបងភ្ញាក់ខ្លួនព្រើតនៃវិទ្យាល័យមែនប៉ុន្តែមិនណយទេហើយខ្លួនមិនចង់ឲ្យលោកគឺជឿខ្ញុំឡើយគ្រាន់តែចង់បានឱកាសហើយពួកយើងនឹងមានឱកាសជិតស្និទ្ធជាមួយគ្នាតែរឿងនេះគឺធ្វើឲ្យឆាំងបងគឺកើតហើយយើងក៏បានកាត់មកខាងក្រៅនេះវិញឆាំងបងកំពុងតែជួបបរិយគាត់នេះគឺគិតឡើងចង់ផ្ទុះក្បាលទៅហើយយើងក៏បានឃើញដល់បុគ្គលិកខាងគឺមកហាមគាត់មិនឲ្យជួបបរិយនេះទេប៉ុន្តែគាត់បានសើចគំរាមថាកុំមករំខានអញបើមិនចង់អញកំទេចហាងរបស់ឯងធ្វើឲ្យកូនរបស់យើងគឺភ័យខ្លាចមែនតើមានតែសុំទោសតែប៉ុណ្ណោះហើយយើងក៏បានដឹងអំពីគោលបំណងរបស់គីមយ៉ុងសុនផងដែរដោយគាត់នេះបើជួយទៅកាន់ប្អូនប្រុសរបស់ឆានបងគឺបានផលច្រើនជាងប៉ុន្តែគឺមិនចង់បានទេព្រោះគេជាមនុស្សគេក្លុកអាចនឹងក្បត់ខ្លួនបានប៉ុន្តែសម្រាប់ឆានបងវិញគឺជាមនុស្សដែលស្មោះត្រង់ខ្លាំងមែនតើប៉ុន្តែគ្មានអ្នកណានៅខាងគាត់ទេដោយសារតែគាត់នេះគឺស្មោះត្រង់ខ្លាំងពេកខ្លួននេះនឹងជួយឆាន់បងឲ្យអស់ពីសមត្ថភាពប្រៀបបានដូចជាទីប្រឹក្សាជូកលៀងជួយទៅកាន់លាវប៉ៃប៉ុន្តែសម្រាប់កំណត់របស់ឆាន់បងយើងវិញគាត់នឹងគិតថាគីមយ៉ុងសុនគាត់តែជាក្មេង17ឆ្នាំតែអាចទៅជួយខ្លួននេះសងសឹកទៅកាន់បងប្រុសខ្លួនបានយ៉ាងម៉េចទៅហើយយើងក៏បាននឹកសម្ដីទៅកាន់ឪពុករបស់គាត់
បើឯងនេះមិនអាចរកនៅជំនាញឬការងារច្បាស់លាស់សម្រាប់ខ្លួនឯងទេមិនបាច់ចាំស្នងតម្លៃរបស់ខ្លួនឡើយប៉ុន្តែវាយ៉ាងណាក៏យ៉ាងហ្នឹងទៅខ្លួនគឺសម្រេចចិត្តហើយថាខ្លួននឹងយកទៅកាន់គឹមសុនដើម្បីធ្វើជាជំនួយការរបស់ខ្លួនហើយក៏បានចូលទៅខាងក្នុងបានប្រាប់ថាឥឡូវឯងរៀបរាប់ពីផែនការរបាយមកហើយឯងនិយាយហើយយើងនឹងចាំសម្រេចចិត្តថាតើយើងទទួលយកឬក៏មិនយកហើយសាច់រឿងរបស់យើងក៏បានកាត់ទៅកាន់មូលីមិនដឹងថាឈ្មោះគាត់ត្រូវឬខុសឡើយដោយគាត់នេះមានកំហឹងខ្លាំងមែនតើបន្ទាប់ពីលើកទូរស័ព្ទឲ្យបោកចោលតែម្ដងដែលគាត់នេះមានកំហឹងទៅកាន់គឹមយងសុនខ្លាំងមែនតើគ្រាន់តែជាក្មេង17ឆ្នាំតែប៉ុណ្ណោះបែរជាធ្វើឲ្យខ្លួននេះគឺមានបញ្ហាហើយការដែលខ្លួននេះរៀបចំមកគឺបារម្ភใจទាំងអស់ប៉ុន្តែក៏មានទូរស័ព្ទមួយខំមកកាន់គេនៅពេលដែលលើកហើយធ្វើគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើដែលនោះគឺបញ្ហាមកពីអ្នកស្រីម្នាក់ដែលបានបង្កនៅហានយ៉ាហើយយើងក៏បានដឹងដែរថាម្នាក់នេះដែលឈ្មោះថាមូលីនឹងគឺជាប្អូនប្រុសរបស់ឆាងបុងហើយយើងក៏ត្រឡប់មកការសន្ទនារបស់អ្នកទាំងពីរនេះវិញដើម្បីយកឈ្នះសង្គ្រាមមួយនេះយើងត្រូវដឹងអំពីការពិតមួយចំនួនផងដែរដើម្បីបានក្លាយជាប្រធានក្រុមហ៊ុនត្រូវតែយកឈ្នះនៅមូលីដែលឆាន់បងគឺមិនយកអ្វីទៅកាន់គឹមយងសុននិយាយទេប៉ុន្តែគឹមយងសុនបានរៀបរាប់យ៉ាងច្រើនទៅកាន់ឆាន់បងតែម្ដងឡើងក្បោះក្បាយហើយភីនេះដែរមិនសូវវាយគ្នាទេប៉ុន្តែនិយាយច្រើនមែនតែនហើយគឹមយងសុនរបស់យើងគឺបានរៀបចំផែនការជាច្រើនប្រាប់ទៅកាន់គេហើយយើងត្រូវតែកុំឆ្វាងឆ្មៃពេកត្រូវចេះរៀបចរិតខ្លួនឯងឲ្យរៀងរំទុំហើយត្រូវចេះសម្ដែងផងហើយត្រូវធ្វើយ៉ាងណាឲ្យមានអ្នកគេមកគ្រប់គ្រងយើងដើម្បីដូចជាការបោះឆ្នោតអញ្ចឹងយើងមានអ្នកខាងយើងកាន់តែច្រើនកាន់តែល្អហើយសម្រាប់កន្លែងនេះដែរដោយសារតែគេនេះគឺនិយាយអំពីការជំនួញជាមួយនឹងផែនការដើម្បីយកឈ្នះនៅការត្រៀមដណ្ដើមមរតកខ្លាំងពេកអញ្ចឹងហើយកន្លែងនេះគឺខ្ញុំមិនសូវយល់ពីការនិយាយរបស់គឹមយងសុនបានច្រើនទេអញ្ចឹងហើយខ្ញុំសង្ខេបកាត់តែម្ដងហើយពិសេសនោះគឺត្រូវឲ្យឆាំងបងនេះរៀបចំខ្លួនឲ្យល្អជាងមុនដូចជាត្រូវមានផែនការជីវិតមានដូចជាការមានជំនាញច្បាស់លាស់ហើយធ្វើឲ្យឪពុករបស់ឯងនេះគឺមើលទៅដឹងថាឯងនេះមិនមែនអន់ទេហើយក៏មានអនាគតដើម្បីអាចពឹងពាក់បានដែរហើយយើងនៅពេលដែលបានធ្វើរឿងទាំងអស់ហ្នឹងបានសម្រេចចាំមើលថាឪពុកឯងនឹងជ្រើសរើសអ្នកណាគេក្នុងចំណោមទាំងពីរអ្នកនេះហើយយើងក៏បានលើសម្ដីរបស់គឹមយងសុននិយាយអំពីផែនការគេបណ្ដាលជាមួយនឹងរូបភាពរបស់ខាងប្រុសរបស់ឆាំងបងដែលជាមូលីបណ្ដាលតែឃើញថាមូលីនេះគឺភ័យខ្លាំងមែនតើហើយគេបាននិយាយបន្តទៀតថាយើងត្រូវតែរកចំណុចខ្សោយរបស់មូលីឲ្យឃើញដើម្បីចាក់គេឲ្យត្រូវមិនឲ្យគេបដិសេធបានហើយយើងក៏បានឃើញថាមាននារីម្នាក់កំពុងតែរបួសធ្ងន់ខ្លាំងមែនតើដែលចេញពីសំណាក់ម្នាក់មើលទៅប្រៀបបានដូចជាប្រពន្ធរបស់មូលីអញ្ចឹងដែលខ្ញុំគឺសន្និដ្ឋានទេហើយដោយសារតែខ្ញុំនេះគឺមានសម្លេងរំខានខ្លាំងមែនតើអញ្ចឹងហើយគឺពិបាកធ្វើរឿងខ្លាំងមែនតើហើយសម្រាប់ពេលនេះខ្ញុំសូមបញ្ចប់សិនហើយសារតែខ្ញុំនេះគឺអត់សូវមានពេលធ្វើទេគឺខ្ញុំគ្រាន់តែជាសិស្សម្នាក់ចឹងឯងខំប្រឹងរៀនខ្លាំងមែនតើហើយតែធ្វើការទៀតហើយឆ្នាំនេះខ្ញុំសិស្សឆ្នាំសាកលទី2អញ្ចឹងទៅគឺពិបាកធ្វើវីដេអូខ្លាំងមែនតើ